មនុស្សយើងដែលជួបគ្នាមកពីអតីតជាតិពីជាតិមុនមកយើងធ្លាប់ជួយគ្នាធ្វើល្អជាមួយគ្នាបានជាតិហ្នឹងនាំឲ្យមកជួបគ្នាហ្នឹងនោះមនុស្សមនគររាប់លានអ្នកគេមិនព្រមយកមកយកយើងមកពីគូរបស់យើងពីអតីតមកមនុស្សរាប់លានអ្នកគេមិនស្រឡាញ់មកស្រឡាញ់យើងអាហ្នឹងវាចឹងណាជួនកាលយើងមើលអញ្ចឹងដែរយើងមើលទៅគេរាប់រយអ្នកមិនស្រឡាញ់មកស្រឡាញ់តែម្នាក់ហ្នឹងមកពីម្នាក់ហ្នឹងធ្លាប់មានទំនាក់ទំនងជាមួយយើងពីជាតិមុនមកធ្លាប់ជួយយើងជាប្តីជាប្រពន្ធយើងតួយ៉ាងដោយប្រពុតទៅធ្លាប់ជាប្តីប្រពន្ធរាល់គ្នាមករាប់លានជាតិមកហើយបានជាឃើញគ្នាមាននិស្ស័យអញ្ចឹងបើធ្វើល្អជាមួយគ្នាទៅមនុស្សមិនចេះបែកគ្នាទេបើគ្មានធម៌ជាមួយគ្នាទេនឹងបែកគ្នាហើយយើងមើលនន្តយាឧបាសកប្តីប្រពន្ធប្តីអ្នកធ្វើបុណ្យប្រពន្ធមុខមិនដែលរីកទេញោមមុនលោកមកឆាន់ក៏មិនរីកភ្ញៀវខាងប្តីក៏ប្រពន្ធនឹងមុខមិនរីកជាមួយម្ល៉េះហើយមិនជ្រះថ្លាជាមួយភ្ញៀវមិនរីករាយជាមួយភ្ញៀវជាមួយមិត្តភ័ក្តិខាងប្តីម្ល៉េះហើយបែកគ្នាប្តីសពថ្ងៃទៅនៅឋានសួគ៌ទៅហើយប្រពន្ធទៅនៅនរកបាត់ទៅប្តីនឹងទៅមានប្រពន្ធផ្សេងទៀតដែលមានចិត្តដូចគ្នាសំបីតែមកខៈមាននប់កើតជាប្រអិនណាប្រពន្ធធ្វើបុណ្យជាមួយទាំង3ទៅកើតជាមួយប្រពន្ធមួយមិនធ្វើជាមួយទៅកើតកុកញីតែម្នាក់ឯងដែរឃើញបែកគ្នាដែរចឹងហើយបានពពោធិសត្វក្តីវិសាខាអនាថបណ្ណកសិទ្ធិដែលបានជួបប្រពន្ធល្អនេះមិនតែជាតិនឹងទេជួបតាំងពីអតីតជាតិមកគេធ្វើល្អជាមួយគ្នាបានកម្មនាំមកជួបគ្នារាល់ជាតិហ្នឹងបានព្រះអង្គសម្ដែងពីតួនាទីប្តីប្រពន្ធបើចង់នៅជាមួយគ្នាក្នុងផ្ទះហ្នឹងឲ្យបានសុខជាមួយគ្នាតតែអនុវត្តតាមតួនាទីហើយតួនាទីហ្នឹងស្អែកអាចារ្យនឹងបញ្ជាក់បន្ថែមហើយទី1ហ្នឹងគឺខាងតួនាទីខាងប្តីតួនាទីខាងប្តីហ្នឹងគេហៅថាឲ្យចេះស្រឡាញ់ណាឲ្យចេះស្រឡាញ់សមាននាយៈឲ្យចេះស្រឡាញ់ប្រពន្ធពោលពាក្យពីរោះពិសាកុំប្រើពាក្យអាមឹងកុំប្រើពាក្យសម្ដីណាដែលនាំឲ្យទំនាស់លេងសើចជ្រុលក៏ទាស់នៅខាងអាត្មាជួបប្រទះផ្ទាល់2 3គូហើយបែកគ្នាដោយសារលេងជ្រុលលេងដំបងលេងអត់ប្រកាន់ទេថ្ងៃណាមួយប្តីមកពីធ្វើការមួម៉ៅប្រកាន់ហ្មងញោមហើយតែប្រកាន់ណាបើបងឯងមិនពេញចិត្តទេទៅផ្ទះបងឯងវិញទៅផ្ទះវិញស្រាប់តែបោះខោអាវនោះយកខោអាវទៅផ្ទះបងឯងវិញប្តីនោះមួម៉ៅទាញខោអាវទៅផ្ទះមែនទៅទល់ថ្ងៃហ្នឹងអត់មកវិញរហូតអាហ្នឹងមួយគូទៅហើយមួយគូទៀតនិយាយលេងប្តីនឹងទៅណាបាត់ទៅចុះទៅឡើងទៅប្រពន្ធនឹងរបៀបលេងថាបើហ៊ានទៅក៏មកតែមកវិញឆ្កែប្តីអត់មកទល់ថ្ងៃនេះអញ្ចឹងបានថាអាពាក្យលេងខ្លះវាជ្រុលអញ្ចឹងបានថាតួនាទីទី1ប្រយ័ត្នប្រយែងរឿងពាក្យសម្ដីហ្នឹងមួយម៉ាត់ខុសមួយម៉ាត់ត្រូវដូច្នេះហើយចេះអត់ធ្មត់ស្រឡាញ់គ្នាអញ្ចឹងមកទី2អវិមាននាយៈមានន័យថាកុំបៀតបៀនកុំមើលងាយទោះបីគ្នាល្ងិតគ្នាល្ងងយ៉ាងណាក៏ដោយចេះជួយចេះសណ្ដោសគ្នាទៅវិញទៅមកក្នុងនាមជាប្តីប្រពន្ធដូចជីវិតយើងមួយដែរអញ្ចឹងដូចជាផ្នែកមួយនៃជីវិតយើងខាងប្រពន្ធក៏គេគិតថាយើងជាផ្នែកមួយនៃជីវិតគេខាងយើងនេះក៏គិតថាជាប្រពន្ធរបស់យើងតែបើដូច្នេះកុំមើលងាយកុំបៀតបៀនកុំនិយាយពីអសុរោះមានការជេរបតិចផ្ដាសាអីគេថាទំនាយមួយទៀតញោមបើប្តីប្រពន្ធជេរគ្នាហែកស្ហួរគ្នាអាមឹងគ្រួសាររស់ស៊ីអត់មានទេពួកមេបាននៅលើផ្ទះដូនតាចាស់ទុំទេផ្ដាំមិនថែអាសារស់ស៊ីអត់មានទេឯទី3នោះគេហៅថាអនតិចរិយាយៈកុំឲ្យក្បត់ចិត្តគ្នាអីពីព្រោះគ្នាលះបង់សេចក្តីសប្បាយសពបែបយ៉ាងនៅជាមួយម៉ែជាមួយឪគ្នាឥឡូវគ្នាសុខចិត្តលះបង់ជីវិតមកតស៊ូកវែកកឆ្នាំងជាមួយយើងគ្នាហ៊ានលះបង់ដល់ជីវិតមកនៅជាមួយយើងហើយបើដូច្នេះស្រឡាញ់គ្នាឲ្យដូចជាសាច់ឈាមសាច់ឈាមពិតរបស់យើងអញ្ចឹងទៅកុំក្បត់ចិត្តគ្នាកុំកលងចិត្តគ្នាហើយបើយើងកលងចិត្តធ្វើឲ្យគេលំបាកហ្នឹងវាមានអាទោសនឹងឯងតទៅអនាគតគេក្បត់គេធ្វើបាបយើងវិញតែដដែលទេដូច្នេះអញ្ចឹងហើយមួយទៀតលោកហៅថាណែអ៊ីសារិយៈវោសកេណៈគឺឲ្យប្រពន្ធនឹងមានសិទ្ធិជាធំក្នុងផ្ទះផងកុំអាងតែប្តីជាធំពេកមុននឹងទិញមុននឹងធ្វើអីសួរនាំសួរមតិសួរយោបល់ចាត់ទុកថាគាត់នឹងជាអ្នកធំក្នុងផ្ទះនឹងដែរយើងលើកតម្កើងសួរនាំគាត់ផងឯចំណែកខាងទី5គឺថាអលង្ការៈទានប្រទាននេអ្នកធម្មតាមនុស្សស្រីគ្នាចូលចំណោមត្រូវការស្លៀកពាក់តែងខ្លួនមានកវលមានខ្សែកមានជៀនរបស់របរបើប្តីនឹងរិះថាំពេកវាអាប់កិត្តិយសដល់ប្តីនឹងដែរបើប្រពន្ធចូលចំណោមគេទៅរៀងសញ្ញាបន្តិចទៅល្អភ្នែកគេទៅសើទាំងប្តីទាំងប្រពន្ធដែរដូច្នេះបែងចែកអលង្ការឲ្យផងនេះតួនាទីជាប្តីឯតួនាទីជាប្រពន្ធម្ដងតួនាទីជាប្រពន្ធក៏ដូចគ្នាដែរសុសង្វិហេតៈសុសង្វិហេតកមន្តាគឺថាចេះចាត់ចែងកិច្ចការងារប្តីដោយការគោរពដោយប្រយ័ត្នដោយមិត្តប្រៃបំផុតគេមើលចរិតយើងញោមចាស់គាត់ថាមនុស្សស្រីអាលៀបលេលៀបម្សៅលៀបមុខស្អាតមិនជឿទេទៅមើលជាក្រានវិញទៅមើលការងារលើផ្ទះវិញបើថាស្អាតតែមុខស្អាតតែសក់ទេហើយទៅមើលផ្ទះ
ឆ្នាំងបាយខ្ជុងឯងតាំងពីមាត់ចក្រានដល់ទៅចក្រានរកកន្លែងអង្គុយគ្មានចានប្រឡាក់សម័យសមោនៅត្រាំចោលខោអាវត្រាំមិនតាន់បោកអានៀបសិតតដីសម្រាមពេញផ្ទះកុំជឿឲ្យសោះបោកប្រាស់សតលាបទៅមុខប្រឆោតទេអញ្ចឹងមិនមែនស្អាតពិតទេអញ្ចឹងហើយគេថាខាងស្រីគេឲ្យប្រយ័ត្នអាការងារហ្នឹងធ្វើអីថ្លៃថ្នូរនឹងការងារហ្នឹងតែថាយើងធ្វើល្អគេទៅសារគេមើលតាំងពីរៀបនំរៀបណែករៀបផ្កាភ្ញីរៀបផ្លែឈើគេថាមនុស្សនេះត្រឹមត្រូវមនុស្សនេះល្អចាហើយមួយទៀតគេហៅថាសុសង្កហតបរិជនីកុំល្អផ្អែមទៅជាមួយប្តីសុំផ្អែមជាមួយញាតិរបស់ប្តីផងផ្អែមជាមួយបងប្អូនប្តីផងព្រោះអ្នកខ្លះបែកគ្នាដោយសាររឿងហ្នឹងផ្អែមជាមួយប្តីណាស់ប៉ុន្តែអត់សូវផ្អែមជាមួយម៉ែក្មេកឪក្មេកទេផ្អែមជាមួយប្តីណាស់ប៉ុន្តែបងប្អូនសាច់ញាតិខាងប្តីអត់ផ្អែមជាមួយទេអាហ្នឹងក៏វាបែកបាក់គ្នាវិញដែរជាប្រផ្នូលមិនល្អហើយអញ្ចឹងខាងប្រពន្ធក៏អញ្ចឹងខាងប្តីក៏អញ្ចឹងរហូតដល់អ្នកខ្លះគេគិតអញ្ចេះវិញគេថាទ្រព្យសម្បត្តិដែលចង់ឲ្យទៅខាងប្តីប្រពន្ធអ្នកឲ្យបើចង់ឲ្យទៅខាងប្រពន្ធប្តីអ្នកឲ្យអាហ្នឹងអត់សូវឆ្លោះគ្នាទេហើយមួយទៀតបុរាណគេថាទុកស្រីប្តីកាន់លុយអាម៉េចនោះទុកប្រពន្ធប្តីកាន់លុយសុំបានអាចចូលទៅធនាគារហ្នឹងចូលណាបើសុំចេញវិញក៏បានអានឹងក៏ពិបាកដែរតលទៅយោគយល់គ្នាហើយបានតួនាទីទី3គេហៅថាសម្បតញ្ចអនុរក្ខតិថែរក្សាទ្រព្យសម្បត្តិរបស់ដែលប្តីបានមកប្តីមានកម្លាំងចិត្តរណាដោយអាអ្នកអញ្ជាត់ត្រីមិញអញ្ចឹងបើអញ្ជាត់បានមកប្តីចេះថែអាសាធ្វើតាំងពីអ្នកអញ្ជាត់ត្រីរហូតដល់ឡើងជាសេដ្ឋីឡើងជាអុកញ៉ាហ្មងប្តីមានកម្លាំងរណាស់ដោយសារប្រពន្ធអញបកែចេះទុកចេះដាក់បានបន្តិចបន្តួចមកដាំស្លចេះទុកដាក់អូមានកម្លាំងណាញោមកុំឲ្យតែប្តីទៅបាត់ទៅអង្គុយឯណាចាក់ថ្មិញនៅទាំងហាងកាទៀវនឹងទល់តែថ្ងៃត្រង់ឯងម្ដងចូលហាងកាហ្វេម្ដងចូលហាងកាទៀវចូលហាងនេះហាងនោះនិយាយពីប្តីនោះអាឡ័យរត់តាក់ស៊ីតាមហៅមួយបែកញើហូរញើតម្រាំបាន10000យកមកប្រពន្ធដើរចាយតែមួយព្រឹក2-30000ឧបមាដូចអញ្ចឹងជួនកាលទៅវាយវងឯណាចោលប្តីក៏អត់បានដែរអញ្ចឹងហើយតើចេះថែអាសាទ្រព្យរបស់ប្តីរកបានមកបានប្តីមានកម្លាំងគ្រួសារហ្នឹងនឹងរុងរឿងរីកចម្រើនហើយចំណែកខាងទី4គឺអនតិចរិយាយៈដូចគ្នាអនតិចរណីគឺកុំប្រព្រឹត្តក្បត់គ្នានោះខំស្រឡាញ់លះបង់ពីម៉ែពីឪរស់ស៊ីមកចិញ្ចឹមមកនៅជាមួយយើងទៅហើយយើងចង់ក្បត់ទៅឯណាចឹងហើយស្រឡាញ់ស្មោះស្មៅជាមួយគ្នាទៅហើយមួយទៀតទៅលោកខាតៈខាចៈហោតិអនលសាសពកចេសោគឺថាចេះធ្វើការងារកុំចេះតែមួយមុខឲ្យចេះគ្រប់ព្រោះអ្នកខ្លះឥឡូវទុកដីចោលទៅទេញោមណាសុកចិត្តត្រូវការទិញអាដេញជីទិញម្ទេសទិញសក្រីដើរទិញគេដើរសុំគេប៉ុន្តែជុំវិញផ្ទះសល់ដីទំនេរគេមិនកំណាញ់ទេគេឲ្យប៉ុន្តែគេពេបមាត់ដាក់យើងហើយគេថាយើងកំណត់អត់កើតចឹងហើយកុំអាងទៅទិញកុំអាងទៅដូរពេកត្រូវចេះតាំងពីដាំចេះតាំងពីស្លចេះតាំងពីដាំដោះបោសជូតអាទាំងអស់ហ្នឹងជាតួនាទីស្រីបើប្តីប្រពន្ធមានតែប៉ុណ្ណេះសុខសប្បាយហើយម្យ៉ាងទៀតយើងតែងតែយល់លំនាំតាមវិសាខាដោយលោកអាចារ្យនឹងបញ្ជាក់ស្អែកណាគ្រាន់តែបញ្ជាក់ត្រួសទៅថាវិសាខាបានពោទាំង10ប្រការពីឪពុកមកនៅខាងឪក្មេកធ្វើឲ្យគ្រួសារឪក្មេកជាមនុស្សមច្ឆាទិដ្ឋិហ្នឹងបានរុងរឿងរីកចម្រើនចេះធ្វើបុណ្យជាសមាទិដ្ឋិដោយឪពុកនោះផ្ដាំថាកូនណយភ្លើងក្នុងកំណំចេញក្រៅភ្លើងក្រៅកំណំចូលក្នុងមានន័យថាកុំឲ្យនាំរឿងក្នុងផ្ទះយើងនេះយកទៅនិយាយហែកហួរប្រាប់គេក្អែកមួយជាក្អែក10ចឹងរឿងបន្តិចបន្តួចគេនិយាយដើមហោហែទៅហើយណាមួយមនុស្សគេចំណាំចេះអ្នកណានិយាយដើមគេប្រាប់យើងគេដឹងថានឹងក៏និយាយដើមយើងទៅប្រាប់គេទៀតដែរគេមិនឲ្យតម្លៃអ្នកនិយាយដើមទេគេថាមនុស្សនឹងមនុស្សអាក្រក់តែនិយាយដើមប្រាប់យើងប៉ុណ្ណេះហើយយកយើងទៅនិយាយប្រាប់គេដូចតែគ្នាហ្នឹងបើដូច្នេះហើយកុំឲ្យនាំភ្លើងពីក្នុងទៅក្រៅហើយកុំឲ្យនាំរឿងពីក្រៅមកក្នុងរឿងខ្លះយើងត្រូវបំបត្តិចោលបំបត្តិទៅតែពី3ថ្ងៃវាស្ងប់ហើយបើយើងដឹងបន្តិចបន្តួចមកប្រាប់ប្តីមកប្រាប់ប្រពន្ធនោះបងប្អូននោះវាថាអញ្ចេះនោះពូបងឯងថាអញ្ចេះម៉ែក្មេកបងឯងថាអញ្ចេះហើយឪបងឯងថាអញ្ចេះបងប្អូននេះអញ្ចេះចុះឆ្លោះគ្នាបែកបាក់គ្នាអស់ហើយបើអញ្ចឹងរឿងខ្លះស្ងប់ទៅតែ4-5ថ្ងៃមួយអាទិត្យទៅវាបាត់វិញវាល្អនឹងគ្នាវិញហើយណាអានឹងភ្លើងក្នុងកុំឲ្យនាំចេញក្រៅភ្លើងក្រៅកុំឲ្យនាំចូលក្នុងមួយទៀតឲ្យដល់បុគ្គលដែលគួរឲ្យហើយកុំឲ្យដល់បុគ្គលដែលមិនគួរឲ្យហើយនឹងឲ្យខ្លះដល់បុគ្គលគួរឲ្យខ្លះមិនឲ្យខ្លះមានន័យថាបុគ្គលខ្លះនិយាយពីសុំយករបស់យើងសុំខ្ចីមិនដែលសងសោះល្មមប្រឈប់ទៅឲ្យខ្ចី100ដងថ្ងៃណាយើងមិនឲ្យម្ដងនិយាយដើមយើងហុយប៉ុណ្ណាយើងឲ្យ100ដងអត់មានគុណនៃមិនតិចសោះបើចឹងមនុស្សដូចនេះមិនបាច់សែបគប់ជាមួយទេប្រឈប់តែហ្មងទៅខ្ចីអត់ដែលសងហើយបើសិនជាអ្នកខ្លះគ្នាតល់ច្រកគ្នាខ្ចីមួយផ្លែតហើយគ្នានឹងសងវិញអានឹងឲ្យទៅចោះប៉ុន្តែមួយទៀតបើសិនជាមនុស្សនឹងចាស់ជារាកំសត់ទូរគតពីការពីរាយើងមិនចង់បានប្រយោជន៍អីពីគេទេប៉ុន្តែចង់ថាកុំឲ្យយើងនឹងវាក្រវាពីការពីរាតាមគេអានឹងយើងឲ្យទៅហើយមួយទៀតអង្គុយដោយល្អបរិភោគឲ្យស្រួលដេកឲ្យស្រួលមុននឹងបរិភោគឆ្ងាញ់មើលម៉ែឪចាស់ផងគាត់បានហូបហើយនៅគាត់ឈឺឬគាត់អាពាតមុននឹងចូលដេកមើលម៉ែឪផងគាត់សម្រានអីអត់មុខខំអីអត់មានមុងមានអីអត់ចា
ហើយអង្គុយតាណាមើលប្តីក៏ឃើញមើលម៉ែឪចាស់ក៏ឃើញចាហើយបានមួយទៀតលោកឲ្យថែរក្សាភ្នក់ភ្លើងលើផ្ទះដូចផ្ទះយើងមានភ្លើងថែរក្សាមិនប្រយ័ត្នឆេះផ្ទះប៉ុន្តែថែរក្សាបានល្អភ្លើងវាជួយយើងយ៉ាងណាមិញនៅក្នុងក្រុមគ្រួសារបើយើងចេះធ្វើឲ្យសុខផ្ទះហ្នឹងមានសេរីសួស្តីបើយើងចេះតែនាំរឿងឆេះហើយក្តៅក្រហាយហើយថែរក្សាគោរពទេវតាលើផ្ទះគឺគោរពម៉ែគោរពឪជាទេវតាលើផ្ទះធ្វើឲ្យក្រុមគ្រួសារកូនចៅហ្នឹងតិចតិចរស់ស៊ីមានបានកូនល្អនឹងមកចាប់កំណើតជាមួយណាប៉ុណ្ណេះទៅចុះសល់ប្រមាណទុកឲ្យលោកគ្រូអាចារ្យបន្តថ្ងៃស្អែកចឹងវិសាខាក្រោយពីអនុវត្តពរជ័យនឹងតាមទៅវិសាខាខ្លាយទៅជាស្ត្រីដ៏ល្អឯកក្នុងសាសនាជាបញ្ញពិតកល្យាណីជាមេត្តាឧបត្ថៈរបស់ព្រះពុទ្ធណាញោមហើយជាអ្នកល្បីតាំងពី2000ឆ្នាំមកទល់ឥឡូវទ្រព្យសម្បត្តិមានគ្មានលេខដាក់និយាយពីទ្រព្យសម្បត្តិនាងគោរាប់រយរាប់ពាន់ម៉ឺនក្បាលកើតកូនប្រសូតកូនយប់ស្មានក៏វិសាខាចុះមកថែអាសាដែរខ្លាចបាត់បង់ទ្រព្យសម្បត្តិនាងប្រកែថែអាសាទ្រព្យណាស់ម្ល៉េះហើយនាងឃុំក្រងថែរក្សាទ្រព្យហើយរក្សាញាតិជុំវិញនឹងអត់យកមនុស្សធ្វើជាសត្រូវទេយកញាតិគេហៅថាគេហៅថាអ្នកមានរសាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរសាខ្លាយដោយសំពៅពឹងសម្ប៉ានមានន័យថាបើគេអ្នកល្ងងយើងកុំឲ្យអ្នកល្ងងជាសត្រូវនឹងយើងបើគេអ្នកក្រយើងកុំធ្វើសត្រូវជាមួយអ្នកក្រយើងឲ្យអ្នកល្ងងអ្នកក្រសុទ្ធតែជាគ្នាយើងជាបរិវារយើងទាំងអស់យើងលែងមានសត្រូវអានឹងយើងរស់នៅពិតជាបានសុខក្នុងសង្គមហើយដូច្នេះបានវិសាខាជោគជ័យដោយសារពរនឹងបានគេយកពរនឹងមកឲ្យអាវាតដល់កូនចៅទល់សពថ្ងៃពេលការអញ្ចឹងណាចឹងជូនពរជូនជ័យកូនចៅភរិយាស្វាមីថ្មីនេះរត់ទទួលទានមានបានកើតការវិគុំតិចតិជុំជារៀងរហូតតទៅមេត្តាបិតាដូនតាមេបាចាស់ទុំអើយអនុមោទនាបុណ្យហើយទទួលស្គាល់កូនចៅនេះជាកូនចៅយើងផងសូមទេវតាអនុមោទនាបុណ្យនាំតំណែងទៅប្រាប់ដល់បុព្វការីជនផងឥឡូវបានសមាជិកថ្មីហើយជួយថែអាសាគ្នាឲ្យចម្រុងចម្រើនតកូលពូជពងវងតកូលនឹងឋិតថេរជ័យកាលរុងរឿងតទៅជាទីពឹងពំនាក់របស់ឪពុកម្ដាយណាឲ្យបានសុខសប្បាយទាំងអស់គ្នាយាយតាក៏សប្បាយចិត្តរីករាយចិត្តចឹងសូមឲ្យប្រាថ្នាយ៉ាងណាបានសម្រេចដោយសេចក្តីប្រាថ្នាការសម្ដែងសន្មតថាចប់អេវ៉ា